នេះជាវីដេអូថ្មីមួយដែលចង់បង្ហាញបងប្អូនទាំងអស់គ្នាឲ្យស្គាល់ឲ្យឃើញពីម៉ាស៊ីនកាត់សំបកដូងដែលច្នៃដោយមេជាងធំរបស់ខ្ញុំហើយខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាថារយៈពេលប្រហែលថ្ងៃនេះគឺមេជាងធំខ្ញុំខំប្រឹងសម្រាប់សម្រាំងច្នៃម៉ាស៊ីនកាត់សំបកដូងនេះដល់ហើយបងប្អូនហើយថាព្រួយផ្ដើមកំណត់ឡើងដោយតកែធំរបស់ខ្ញុំដែលគាត់ផ្ដើមកំណត់ឲ្យធ្វើជាម៉ាស៊ីនកាត់សំបកដូងដោយឧបត្ថម្ភធំដោយតកែធំហើយបន្ទាប់ពីមេខ្ញុំបានច្នៃម៉ាស៊ីនកាត់សំបកដូងមួយមកខ្ញុំក៏បានចាយលុយ5000បងប្អូនអរគ្នាដើម្បីមកទិញដូងយកទៅធ្វើតេស្តសាកអញ្ចឹងណាហើយឥឡូវនេះកំពុងតែមើលដូង2ផ្លែបងប្អូនអរគ្នាដើម្បីត្រៀមយកទៅតេស្តកាត់វាចង់ដឹងថាវាមុតល្អមុតផុយប៉ុណ្ណាហើយមើលទៅការកាត់ហ្នឹងគឺវាស្អាតបានប៉ុណ្ណាអញ្ចឹងណាហើយអ្នកលក់ក៏កំពុងតែរៀបចំច្រកដូងឲ្យខ្ញុំអញ្ចឹងណាហើយចាយលុយ5000ហ្នឹងសង្ឃឹមថាមិនឲ្យខកបំណងខកចិត្តបងប្អូនហើយហើយឥឡូវក៏រៀបចំជិះត្រឡប់ទៅវិញហើយដើម្បីយកដូងនេះយកទៅហើយខ្ញុំក៏បានជិះម្ដងកន្លែងក៏បានស្រែកហៅមេឲ្យមកជួយតេស្តមើលម៉ាស៊ីនរបស់គាត់ដែលច្នៃខំប្រឹងរយៈពេលប្រហែលថ្ងៃនេះគឺថាកំពុងតែរៀបចំបងប្អូននេះមេខ្ញុំគាត់ស្រួលទេគាត់ហៅមកតេស្តគឺតេស្តមកភ្លាមតាមពិតម៉ាស៊ីននេះគាត់តេស្តច្រើនដូងច្រើនផ្លែមកហើយប៉ុន្តែគាត់ថាខ្ញុំចង់ទិញយកមកសាកថែមទៀតអញ្ចឹងដោយសារតែវាអស់ផ្លែដូងទៅអញ្ចឹងណាហើយនេះជាសកម្មភាពរបស់គាត់កំពុងតែរៀបចំតេស្តសាកកាត់សំបកដូងតើចង់ដឹងថាវាមុតឬក៏ស្តង់ដារដែលគាត់ធ្វើហ្នឹងវាត្រូវຂະຫນាតក្បួនຂະຫນាតអ្វីដែលយើងចង់បានអត់ទៅមើលទាំងអស់គ្នាបងប្អូនអរគ្នាហើយយើងមុននឹងយកផ្លែដូងយកទៅដាក់នៅម៉ាស៊ីនកាត់នេះគឺយើងត្រូវតម្រែតម្រង់វាមែនតែនព្រោះខ្លាចវាកាត់ទៅវាអត់ស្អាតអីចឹងណាបងប្អូនអរគ្នាឥឡូវកំពុងតែរៀបចំកាត់ហើយមកទៅជាតំណងមែនតើបងប្អូនគឺកាត់ឡើងស្វាយរបស់គាត់តែម្ដងបន្ទាប់ពីកាត់បានហើយបងប្អូនអរគ្នាមើលទៅការកាន់គឺវាល្អគួរសមដែរបងគាត់ថាវានៅស្ទើរខាងតិចដោយសារតែតាមការមើលទៅគឺថាដាក់អត់ស្មើគ្នាអញ្ចឹងបងប្អូនអរគ្នាអញ្ចឹងក៏រៀបចំសាកមួយទៀតចង់ដឹងថាវាកាត់ល្អប៉ុណ្ណាអញ្ចឹងណាប៉ុន្តែបងប្អូននៅស្ដាយរៀងសោកស្ដាយបន្តិចដោយសារតែផ្លែដូងអាក្រោយនេះគឺវាចាស់បងប្អូនអរគ្នាខ្ញុំមកបានមើលវាចាស់ខ្លាំងមែនតើអានេះគឺយកទៅធ្វើនំបានណាវាចាស់ពេកទៅពេលអញ្ចឹងកបិតរបស់យើងក៏វាអត់សូវមុតល្អដូចដូងខ្ចីទេបងប្អូនអរគ្នាគឺវាកាត់ទៅស្រួលរឿងសក់សបកមិនទេមិនដឹងទេវាអត់ស្អាតដូចដូងខ្ចីទេសោកស្ដាយមែនតើបងប្អូនអរគ្នាអើយអញ្ចឹងខាតអស់បាត់ហើយ5000គឺអត់ទាន់យកជាការបានទេហើយសម្រាប់បងប្អូនដែលចង់ទស្សនាវីដេអូសាកកាត់សបកដូងនេះមួយសារទៀតបងប្អូនអាចខមមិននៅខាងក្រោមខ្ញុំនឹងតេស្តដូងកាត់សបកឲ្យបងប្អូនមើលមួយសារទៀតបើសិនជាបងប្អូនចង់ទស្សនាអរគុណបងប្អូនអរគ្នា